នៅប្រជុំកោះស្ដេចនេះគឺវាមានប្រភេទការថ្មចម្រុះច្រើនជាងគេដាក់នៅពេលដែលយើងឃើញគៀបសបោបែបការថ្មច្រើនប្រភេទនៅតាមប្រជុំកោះស្ដេចយើងរំភើបព្រោះដោយសារអីឧទាហរណ៍ថាបើវាមានជំងឺមួយដែលបំផ្លាញទៅលើប្រភេទណាមួយវាអត់ប៉ះទៅលើប្រភេទផ្សេងដូច្នេះវាថាយើងមានសង្ឃឹមថាប្រភេទផ្សេងហ្នឹងអាចនៅបន្តឬក៏រស់ឡើងបានអាចនឹងអាដាប់ជាមួយជំងឺផ្សេងៗបាន In Koh Sadak Archipelago, we're working very closely in a good relationship with MAF, especially the Fisheries Administration, on a range of activities and initiatives. We are working to support the government and a number of stakeholders and of course local community for the establishment of the Koh Sadak Marine Fisheries Management Area. រដ្ឋបាលជលផលបានសហការជាមួយនឹងខាងអង្គការសត្វព្រៃនិងរុក្ខជាតិគឺយើងបានរៀបចំបង្កើតជាតំបន់គ្រប់គ្រងជលផលប្រជុំកោះស្ដេចការបង្កើតនៅតំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះស្ដេចនេះគឺដើម្បីធានាបាននៅការការពារនិងអភិរក្សធនធានរបស់យើងឲ្យមាននិរន្តរភាពដើម្បីបន្តផ្គត់ផ្គង់នៅផលនេសាទសម្រាប់ប្រជានេសាទនៅក្នុងតំបន់យើងមានការធ្វើការសិក្សាស្រាវជ្រាវអំពីធនធាននៅក្នុងតំបន់ហ្នឹងយើងមានការអប់រំផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឲ្យគាត់បានយល់ដឹងអំពីសារៈសំខាន់នៃធនធានយើងក៏មានសកម្មភាពទម្លាក់នៅប្រអប់ជាជំរកត្រីសិប្បនិមិត្តដើម្បីការពារធនធានទាំងអស់ហ្នឹងហើយយើងក៏មានការចូលរួមគ្រប់គ្រងទៅដល់ការល្បាតនិងការទប់ស្កាត់នៅបទល្មើសផ្សេងៗនៅក្នុងតំបន់ហ្នឹងផងដែរចំពោះលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងគឺយើងឃើញថាប្រជានេសាទគាត់មានការត្រេកអរចំពោះលទ្ធផលនៃការគ្រប់គ្រងនិងអភិរក្សកន្លងមកក៏ដូចជាបង្កើនការតាក់ទាញទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកកម្សាន្តនៅប្រជុំកោះស្ដេចនេះដើម្បីឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានហ្នឹងគឺទទួលបាននៅជីវភាពកាន់តែល្អប្រសើរឡើងនិងរួមចំណែកទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ អង្គការសត្វព្រៃនិងរុក្ខជាតិយើងបានចាប់ផ្ដើមធ្វើការសិក្សាស្រាវជ្រាវនៅប្រជុំកោះស្ដេចក្នុងកំឡុងឆ្នាំ 2019 ជាមួយនឹងជីវៈចម្រុះនិងជំរកវិជាការថ្មស្មៅសមុទ្រនិងប្រភេទត្រីសេះសមុទ្របើសិនជាយើងសិក្សាទៅយើងឃើញថាតំបន់ហ្នឹងវាមានសុខភាពល្អតែយើងត្រូវធ្វើមិនបន្តទៀត នឹងខ្ញុំជាអាជ្ញាធរមូលដ្ឋានយើងសប្បាយចិត្តនឹងការបង្កើតសហគមន៍នេសាទនៅលើកោះស្ដេចហ្នឹងយើងអាចជួយការពារធនធានជលផលយើងនៅតំបន់ជុំកោះស្ដេចបានច្រើនប្រជាពលរដ្ឋគាត់មានចំណេះដឹងច្រើនទាក់ទងទៅនឹងការងារអភិរក្សជីវៈចម្រុះឬក៏ដូចជាធនធានជលផលនៅតំបន់ជុំកោះស្ដេចយើងសហគមន៍យើងក៏បានចូលរួមបានច្រើនសូម្បីតែអាជ្ញាធរពាក់ព័ន្ធហ្នឹងក៏គាត់បង្កើនការយល់ដឹងទាក់ទងទៅនឹងវិស័យការពារនិងអភិរក្សធនធានជលផលនៅតំបន់ជុំកោះស្ដេចយើងផងដែរ ខ្ញុំនៅនេះយូរខ្ញុំដឹងថាពេលដែលមានសហគមន៍ពេលដែលមានអង្គការដៃគូមកចូលរួមហើយមានជលផលថ្នាក់ខេត្តចូលមកសមុទ្រពួកខ្ញុំចំនួនក៏អត់សូវមានបត់ល្មើសនោះពួកគាត់អត់មានដូចមុនទៀតទេវាប្រសើរច្រើនណា ការគ្រប់គ្រងខាងខ្ញុំចង់បានបច្ចេកទេសអ្នកដែលចេះដឹងថារបៀបអភិរក្សនៅក្នុងទឹកនឹងរបៀបម៉េចបង្កើតសហគមន៍នឹងយើងត្រូវធ្វើយ៉ាងម៉េចឲ្យសហគមន៍យើងដែរខ្ញុំចង់បានអ្នកបច្ចេកទេសនឹងឲ្យគាត់មកបរៀនផ្សព្វផ្សាយដល់ពួកខ្ញុំនៅក្នុងសហគមន៍ហ្នឹងឲ្យគាត់យល់ដឹងហើយឲ្យគាត់មួយចាប់មួយឲ្យបានឲ្យគាត់យល់ ជាចុងក្រោយខ្ញុំសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានយើងទាំងអស់មេត្តាចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក៏ដូចជាកិច្ចប្រជុំឬក៏វគ្គបណ្ដុះបណ្ដាលផ្សេងៗសូមចូលរួមឲ្យបានច្រើនដើម្បីបង្កើនការយល់ដឹងបន្ថែមទៀតទាក់ទងទៅនឹងកិច្ចខិតខំប្រឹងប្រែងការងារការពារអភិរក្សធនធានជលផលនៅតំបន់កោះស្ដេចយើងឲ្យបានកាន់តែប្រសើរទៅមុខទៀតប្រកបដោយចីរភាពនិងនិរន្តរភាពជាពិសេសបន្តទុកធនធានទាំងអស់ហ្នឹងដល់កូនចៅយើងជំនាន់ក្រោយ មួយទៀតខ្ញុំសូមផ្ញើដល់ភ្ញៀវទេសចរទាំងអស់ដែលគាត់មកកំសាន្តនៅតំបន់ប្រជុំកោះស្ដេចសូមមេត្តាចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក៏ដូចជាប្រជាពលរដ្ឋដែលជាម្ចាស់កោះនៅក្នុងការអប់រំណែនាំទាក់ទងទៅនឹងការហាមប្រាមផ្សេងៗដូចជាហាមជន់ការថ្មហាមកាច់ការថ្មហាមយកការថ្មនឹងទៅព្រោះវាជាប្រភេទងាយរងគ្រោះដែលការពារដោយច្បាប់ស្តីពីជលផល
និងសូមមេត្តាកុំនេសាទប្រភេទងាយរងគ្រោះដែលការពារដោយច្បាប់ជលផលនិងសូមចូលរួមទុកដាក់សម្រាមឲ្យបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានបាទសូមអរគុណ